វិសុទ្ធិមេវិសុទ្ធិណੰសុទ្ធិសម្បាបកញ្ចនੰធម្មញ្ចារិយសង្ខញ្ចាសិរក្សាអ្នកមេសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់អាត្មាភាពសូមចម្រើនពរអង្គញាបណ្ឌិតហ៊ុយភៀវព្រមទាំងលោកជំទាវនិងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់មានលោកចៅសង្កាត់សាលាកំរើកលោកមេភូមិវត្តបូព្រមទាំងលោកគ្រូអ្នកគ្រូលោកនាយកសាលាបឋមសិក្សាវត្តបូព្រមទាំងញោមញាតិដែលត្រូវជាមាតាបិតាសិស្សានុសិស្សស្រីប្រុសទាំងអស់ដែលបានទទួលការសិក្សានៅក្នុងសាលាបឋមសិក្សាវត្តបូនេះក្នុងឱកាសថ្ងៃនេះមានអង្គញាបណ្ឌិតហ៊ុយភៀវនិងលោកជំទាវព្រមទាំងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់បានប្រារព្ធជាកម្មវិធីបុណ្យរំលឹកគុណព្រះពុទ្ធឃោសាចារ្យខៀវនើយបញ្ញាវិសឡោដែលលោកបានកសាងសាលាបឋមសិក្សាវត្តរាជបូរនេះតាមពិតទៅសាលាបឋមសិក្សាវត្តរាជបូរនេះមានបដិជ្ជគុណហ៊ីម៉ៅព្រះសមុអនុគន្ធខេត្តសៀមរាបនិងជាព្រះគ្រូចៅអធិការវត្តរាជបូរលោកបានចាប់ផ្ដួចផ្ដើមកសាងសាលាមួយខ្នងមុនគេបង្អស់ប៉ុន្តែនៅរើទៅឲ្យសាលាហ្នឹងអាត្មាមិនដែលបាននឹកនាមណាបាទរុះរើអស់ហើយប៉ុន្តែកសាងសម័យនោះមិនសូវជាមមទឹមដូចបច្ចុប្បន្នសប្តាហ៍ថ្ងៃទេក៏នៅរៀបអត់រៀបកំបោយធម្មតាពលនេះជាកំណើតសាលាបឋមសិក្សាវត្តរាជបូរនេះព្រះដែលជាគុណព្រះសមុអនុគន្ធនិងព្រះចៅអធិការវត្តរាជបូរនេះលោកបានកសាងអាត្មាភាពក៏មិនចាំឆ្នាំដែលលោកកសាងដែរកសាងនៅពេលនោះដល់វេលាសម្ពោធឆ្លងនឹងបានយាងសម្ដេចព្រះបរមរតនកោដ្ឋពុបាទសីហនុមកជាអធិបតីក្នុងពិធីសម្ពោធនោះផងមុនដំបូងបង្អស់កំណើតនៃសាលាបឋមសិក្សាវត្តរាជបូរនេះក៏ដំណើរតក្រោយមកទៀតបានព្រះពុទ្ធឃោសាចារ្យខៀវនើយនឹងលោកកសាងជាបន្តមកទៀតនៃប្រវត្តិនៃការកសាងសាលាបឋមសិក្សាវត្តរាជបូរនេះព្រះពុទ្ធឃោសាចារ្យខៀវនើយលោកយកបតីទុកដាក់នឹងសាលាបឋមសិក្សានេះខ្លាំងណាស់លោកឈ្មោះឈ្មោលកសាងសម័យនឹងផងក៏មានញោមញាតិពុទ្ធបរិស័ទដែលរាប់អានលោកនឹងជួយបរិច្ចាគជាធនធានដើម្បីនឹងកសាងសាលានេះឲ្យមានរូបភាពជាក់ស្ដែងកើតឡើងមកបច្ចុប្បន្នសម័យនេះនេះជាស្នាប្រហ័សរបស់ព្រះលោក
អាស្រ័យហើយនេះបានជាសាលាបឋមសាវត្តបូរនេះត្រូវរំលឹកដល់គុណឧបការៈរបស់ព្រះលោកដែលមាននៅក្នុងសាលារៀនបឋមសិក្សាវត្តបូរនេះសាលានេះក៏បានទទួលសិស្សានុសិស្សនៅក្នុងក្រុងសៀមរាបក្តីពីកន្លែងដទៃដែលចូលមកសិក្សារៀនសូត្រដូចជាប្រហែលជាង 6,000 នាក់ហើយសប្តាហ៍ជាង 5,500 5,649 នាក់ច្រើនណាស់មកច្រើនដល់លោកសាលានឹងទៀតក៏លោកគ្រូអ្នកគ្រូលោកនាយកទាំងអស់បានរៀបរៀងជាក្បួនច្បាប់ដើម្បីនឹងអប់រំសិស្សានុសិស្សហើយសាលាវត្តរាជបូរទីបានបើកទ្វារប្រគេនព្រះសង្ឃវត្តរាជបូរនឹងចូលមកអប់រំដល់កុមារាកុមារីនៅក្នុងសាលាបឋមសិក្សាវត្តរាជបូរនេះមុនគេបង្អស់គឺទៅតាំងពីឆ្នាំ90ប្រហែល95មកអាត្មាមិនចាំកាលនោះលោកនាយកពឹងគឹមឆ្អិនលោកធ្វើជានាយកបានប្រស្រ័យតាកតងអាត្មាក៏ជូនមតិយោបល់ថាគួរតែសាលាបើកទ្វារឲ្យព្រះសង្ឃលោកចូលមកបានមកអប់រំសិស្សានុសិស្សនៅក្នុងផ្នែកចរិយាធម៌សិលធម៌របស់ពុទ្ធសាសនាហ្នឹងដែលអញ្ចឹងលោកនាយកពឹងគឹមឆេនលោកយល់ក៏លោកបើកទ្វារសាលាហ្នឹងឲ្យព្រះសង្ឃចូលមកអប់រំសាលាដទៃទៀតអត់មានទេមានសាលាវត្តរាជបូរហ្នឹងឯងនៅសាលាវត្តរាជបូរនេះមានលំអសិរីសួស្តីដល់សិស្សានុសិស្សគ្រប់រូបទាំងអស់ដែលបានចូលមកទទួលការសិក្សានៅនាវត្តរាជសាលាបឋមសិក្សាវត្តរាជបូរនេះពលល្បីទូទាំងប្រទេសរហូតដល់ទៅស្រុកសៀមក៏ល្បីដែរគេមកធ្វើទស្សនកិច្ចពីសាលាដទៃនានានៅក្នុងកម្ពុជារដ្ឋយើងក៏បានលោកនាយកលោកគ្រូឬក៏ក្រសួងមន្ទីរផ្សេងដទៃនានានឹងបានចូលមកទស្សនកិច្ចមើលបែបបទរបស់សិស្សានុសិស្សទាំងអស់ក៏នៅក្នុងសាលាបឋមសិក្សាវត្តរាជបូរនេះហើយគេមានការកោតការសរសើរដល់សាលានឹងដែលមានលោកនាយកលោកគ្រូអ្នកគ្រូនឹងបានយកចាត់ទុកដាក់ក្នុងការអប់រំសិស្សានុសិស្សគ្រប់រូបទាំងអស់ហ្នឹងបើជាពិសេសថ្ងៃនេះគឺលោកគ្រូអ្នកគ្រូមានអង្គញាបណ្ឌិតហ៊ុយភៀវនិងលោកជំទាវជាដើមនឹងបានប្ររពជាកម្មវិធីបន់រំលឹកគុណឧបការៈព្រះពុទ្ធឃោសាចារ្យខៀវនៅហ្នឹងដូចជាពុទ្ធភាសិតត្រង់សម្ដែងថារូបាំងជីរតិមច្ចានាំងនាមកោតាំងនៃជីរតិថារូបរាងកាយនៃសពសត្វតែងវិបត្តិចាស់ជារាឯនាមនឹងកោតាអិតជារាដូចរូបឡើយសូនបាត់តែរូបទៅគេឈ្មោះនៅចិត្តបង្កាយបើគេមិនតោះតើគេអាចនឹករលឹកបានងាយពលនេះព្រះពុទ្ធឃោសាខៀវនៅរូបរាងកាយរបស់លោកក៏រលប់រលាយសោះសូន្យទៅហើយតែនៅគេឈ្មោះកិត្តិយសគុណបំណាច់របស់លោកនៅក៏អាចសម្ដែងឲ្យញោមញាតពុទ្ធបរិស័ទគ្រប់រូបទាំងអស់បានស្គាល់ហើយនឹករលឹកនៅគុណឧបការៈរបស់ព្រះលោកមកទល់បច្ចុប្បន្នហ្នឹងឯងសម្រាប់ញោមញាតដែលជាមេត្តាបិតារបស់សិស្សានុសិស្សគ្រប់គ្នាទាំងអស់ក៏ស្គាល់ដឹងឮព្រះពុទ្ធឃោសាចារ្យខៀវនៅការដែលលោកមានបច្ចុប្បន្នរស់នៅបើឡូវលោកសាបសូន្យបាត់រូបរាងកាយទៅហើយជាធម្មតារបស់មនុស្សនៅលើសាកលលោកនេះបានជាពុទ្ធសាសនាពុទ្ធលោកសំដែង
ថាសភាវៈដែលធ្វើដែលគេរៀងខិតវាមិនបាននឹងមាន4ទី1គឺជរេចាស់ក្រមគ្រានេះខិតអត់បានទេបងរូបសពសត្វទាំងអស់អត់ជារួចទេបងវិជារានេះលេបត្របាក់តំពីរូបរាងកាយរបស់ញោមញាតអត់ដឹងខ្លួនទេបងអត់ដឹងខ្លួនគ្រប់តែគ្នាអត់មានសតិសមានតែខ្លួនយើងនៅតែដែរថ្ងៃនេះដែលលោកគ្រូអ្នកគ្រូលោកអញ្ញាទាំងអស់ដែលមកប្រពៃកម្មវិធីបន់នេះមិនសាមញ្ញទេណាបងថ្ងៃនេះយើងចាស់ជាងម្សិលមិញហើយនេះអាត្មាសូមជម្រាបចឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបើថ្ងៃនឹងយប់មិនកន្លងទៅជីវិតរបស់សត្វទាំងឡាយក៏មិនបាត់បង់ទៅដែរជានឹងប្រៀបដូចជាកង់នៃរទេះដែលវិលទៅតាមកបាលកពើនៃរទេះកង់រទេះទុកដូចជារូបរាងកាយរបស់ផងយើងក្បាលកពើរទេះទុកដូចយប់នឹងថ្ងៃយប់នឹងថ្ងៃកន្លងទៅកង់រទេះវិលតាមទៅជានិច្ចក្នុងមួយយប់មួយថ្ងៃហ្នឹងជារាលេបត្របាក់រូបរាងកាយយើងឲ្យទ្រុឌទ្រោមយើងអត់ដឹងក្នុងមួយថ្ងៃមានមួយខែមាន30ថ្ងៃមួយខែមាន12មួយឆ្នាំមាន12ខែគិតជាថ្ងៃ365ថ្ងៃយើងគិតមើលក្នុង30ថ្ងៃក្នុងមួយយប់មួយថ្ងៃនេះយើងចាស់ទៅអត់ដឹងទេអត់មានសតិដឹងទេចុះក្នុងមួយខែចាស់អស់ប្រមាណចុះក្នុងមួយឆ្នាំ365ថ្ងៃតើចាស់អស់ប្រមាណវាប្រព្រឹត្តទៅតាមយប់និងថ្ងៃតែមួយយប់ថ្ងៃកន្លងទៅចាស់បន្តិចមួយយប់ថ្ងៃកន្លងទៅចាស់បន្តិចបើយើងអត់ដឹងខ្លួនសមានតែអញនៅតែដដែលមែនទេណាបងនេះអញ្ញានឹងអស់លោកទាំងអស់ដែលមកស្ដាប់ធ្វើទេសនានេះមិនមែនយើងសាមញ្ញទេសាមញ្ញក្មេងអញ្ចឹងហ្នឹងយប់ថ្ងៃសាមញ្ញដែលកន្លងហ្នឹងណាចាស់បន្តិចនេះអាត្មាសូមជម្រាបចេះកុំឲ្យភ្លេចស្មារតីអត់ក្រាញនៅបានទេជារីអាហ្នឹងលោមកលេបត្របាក់តំពីរូបរាងកាយយើងអត់ឲ្យយើងដឹងទេអត់ដឹងខ្លួនទេគ្រប់គ្នាទាំងប្រុសទាំងស្រីចាស់ក្មេងហ្នឹងអានេះសភាវៈធ្វើទី1រាមិនឈ្នះរាំងមិនបានដែលនរណាចង់ចាស់នឹងផងអត់មានទេទី2ព្យាធិជំងឺរោគាដែលបៀតបៀនរាងកាយយើងបើជំងឺយើងដឹងព្រោះអានឹងវាឈឺចុកចាំឲ្យយើងដឹងថាអូកើតជំងឺគ្រុនផ្ដាសាយឬជំងឺផ្សេងយើងដឹងគឺយើងអាចរកពេទ្យរកថ្នាំមកព្យាបាលតែខំយ៉ាងណាក៏រាមិនឈ្នះរានឹងជំងឺនោះអត់ឈ្នះព្រះពុទ្ធលោកសម្ដែងថាណដ្ឋិព្យាធិសមារយោគ្មានសត្រូវឯណាដែលកាចខូខើបែបជំងឺអត់មានទេអត់ចេះស្រណោះអត់ចេះអាណិតបុគ្គលដែលឈឺទេវាចូលមកវាយមកដំគក់តន្ត្រំរូបរាងកាយបើយើងទេខ្លះស្រែកយោយាយណាអានឹងជាទីឲ្យវាដំមកវាយនឹងវាថាស្រែកធ្ងោហ្នឹងអត់អាណិតអសូរយើងទេយើងរកពេទ្យព្យាបាលទៅសម្រាប់នៅពេទ្យទៅប៉ុន្តែពេលដែលឈឺបែបហ្នឹងគឺអាយុមិនទាន់អស់ទេនៅពេទ្យអាចព្យាបាលបានរងាប់ជំងឺទៅបានទី3មរណៈចុងក្រោយគឺសេចក្តីស្លាប់ទី4វិបាកៈគឺផលកម្មដែលយើងធ្វើរាំងអត់ឈ្នះទេសភាវៈធ្វើ4យ៉ាងនេះផលកម្មដែលយើងធ្វើគឺកុសលនិងអកុសលដែលយើងប្រព្រឹត្តឲ្យត្រូវតែឲ្យផលដល់យើងទប់អត់ឈ្នះទេមានណាមួយជិះរួចពីផលកម្ម
วิปากะនឹងបានទេផលរបស់កម្មនេះលោកធៀបឧបមាបីដូចជាស្រមោលនៃខ្លួនយើងណាខ្លួនយើងមានស្រមោលបើយើងបេះស្រមោលនោះចេញពីខ្លួនយើងបានយើងបេះផលរបស់កម្មអាក្រក់ល្អដែលយើងធ្វើហើយនឹងបានបើយើងបេះចោលមិនបានទេគឺអត់ទេតាមជាប់ឲ្យផលជាសោកជាទុក្ខអីតាមវិបាកផលកម្មដែលយើងធ្វើហ្នឹងតែសាងបាបឲ្យផលសាងបុណ្យឲ្យផលឬពុំនោះសល់ទេលោកធៀបឧបមាបីដូចជាមេដាដែលរក្សាបុត្រតូចទារកតូចនិយាយតែម្ដាយទៅណា3ត្រោកំពីរក្សាទារកកូនរបស់ខ្លួនដែលតូចហ្នឹងខ្លួនយើងទុកដូចជាទារកដែលតូចវិបាករបស់កម្មទុកដូចជាម្ដាយអោបយើងជាប់យ៉ាងអត់លែងទៅរួចទេបងអានេះលើកជាឧទាហរណ៍អវិជ្ជមានផលកម្មយើងមើលអត់ឃើញតែបើយើងលើកហេតុដែលជាវិជ្ជមានជូនដល់ញោមញាតិដើម្បីឲ្យងាយយល់ដូចជាញោមញាតិរៀនភាសាបារាំងអាមេរិកកាំងចិនជប៉ុនឬរៀនវិជ្ជាអ្វីដទៃទៀតកាលណាយើងរៀនវិជ្ជាណាភាសាណាគឺចេះភាសាហ្នឹងចេះវិជ្ជមានហ្នឹងហើយព្រោះហ្នឹងអត្តការចេះហ្នឹងជាផលរបស់កម្មគឺយើងរៀនហ្នឹងព្រោះហ្នឹងឧទាហរណ៍ជាវិជ្ជមានឲ្យយល់ចឹងមិនដែលណារៀនអង់គ្លេសវាមិនចេះអង់គ្លេសអត់រៀនបារាំងចេះតែរៀនត្រូវតែចេះអាហ្នឹងជាផលរបស់កម្មដែលយើងមើលឃើញទាំងអស់សូមឲ្យញោមញាតិបជឿពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធឲ្យច្បាស់លាស់គ្រប់គ្នាកុំឲ្យតែទេយើងធ្វើបាបក៏មិនឃើញបាបឲ្យផលធ្វើបុណ្យក៏មិនឃើញបុណ្យឲ្យផលអាហ្នឹងបុណ្យនិងបាបហ្នឹងវាជាអរូបគ្រាន់តែផ្ដល់ផលឲ្យបងនេះអាត្មាសូមជម្រាបចឹងអាស្រ័យនេះយើងទាំងអស់គ្នាដែលកើតជាមនុស្សនេះក៏បីសន្សំកុសលដែលឈ្មោះថាព្រះពុទ្ធសាសនាហ្នឹងគឺប្រែជាខ្មែរថាលោកអ្នកទូលមានព្រានប្រដៅរបស់មនុស្សទាំងឡាយនឹងឲ្យប្រព្រឹត្តអំពើល្អនេះជាពាក្យរបស់ព្រះពុទ្ធលោកមានទូលនាទីទូលមានព្រានប្រដៅញោមញាតិដូច្នោះឯងបងនេះសូមឲ្យយល់អំពីពុទ្ធសាសនាហ្នឹងប៉ុន្តែញោមញាតិគ្រប់គ្នាអញ្ចឹងឲ្យកើតក្នុងត្រកូលក្នុងពូជពងវង្សាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែអត់យល់អត់ដឹងអីតិចតួចទេបងអត់ដឹងថាពុទ្ធសាសនាពុទ្ធលោកបញ្រៀនយ៉ាងម៉េចប្រាប់យ៉ាងម៉េចសម្រាប់ជីវិតមនុស្សអត់បានដឹងទាល់តែសោះថ្ងៃនេះអាត្មាសូមជម្រាបថាពុទ្ធគឺជាព្រះបរមសាស្តាចារ្យជាគ្រូអាចារ្យរបស់ទេវតានិងមនុស្សពេលលោកព្រានបដៅទេវតានិងមនុស្សសំបីជាទេវតាក្នុងឋានសួគ៌ក៏ត្រូវការមកស្ដាប់ធម៌មករៀនធម៌អំពីពុទ្ធដែរកម្មវិធីរបស់ទេវតាដែលត្រូវជួបពុទ្ធគឺនៅនាពាក្យកណ្ដាលអត្រាដែលមនុស្សម្នានិន្ទ្រាស្ងប់ស្ងៀមទាំងសកលចម្ពោះទ្វេពជាកម្មវិធីទេវតាដែលចូលមកជួបនឹងពុទ្ធនៅនាវត្តចេតពុនហ្នឹងពាក្យកណ្ដាលអត្រាហ្នឹងតែសូមឲ្យញោមញាក់ជ្រាបចឹងដល់ទីពីនោះជាកម្មវិធីរបស់ញោមញាតពុទ្ធបរិស័ទជាមនុស្សដែលត្រូវស្ដាប់ធម៌ត្រូវចូលទៅជួបនឹងពុទ្ធលើកបញ្ហាអីមួយដែលខ្លួនឆ្ងល់គិតវាមិនយល់ទៅសាកសួរចំពោះពុទ្ធជាបរមគ្រូលោកសំដែងប្រាប់ពលលោកមានញាណរបស់ពលលោកជ្រាបបានទាំងអស់ទាំងហ្នឹងឲ្យបានជាលោកថាជំនឿ4យ៉ាងដែលមិនខុសទី1កម្មសទ្ធាឲ្យជឿវិបាករបស់កម្មផលរបស់កម្មទី2វិបាកកម្មវិបាកសទ្ធាជឿផលរបស់កម្មទី3
អាកាតកម្មសទ្ធាតថាគតពុទ្ធិទ្ធាជឿថាមនុស្សត្រូវតែសញ្ចឡំហើយបងជឿកម្មផលរបស់កម្មទី4តថាគតពុទ្ធិទ្ធាជឿបញ្ញាត្រាស់ដឹងរបស់ពុទ្ធនៅសំដែង5អីយើងជឿពុទ្ធលោកមិនចេះពូពោកុហកណាទេបងអានឹងសូមឲ្យញោមញាតពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាជ្រាបនេះសម្រាប់ញោមញាតអត់បានសិក្សារៀនសូត្រនៅពុទ្ធវចនៈពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធគ្រប់គ្នាទាំងអស់ធ្វើបុណ្យធ្វើទានកុសលពុទ្ធសាសនាចេះតែធ្វើតាមគ្នាតទេពោតាមម៉ែតាមឪចដូនចតាពុយពងវងតកលធ្លាប់ទៅវត្តយកចង្ហាន់ទៅវត្តប្រគេនប្រសង់ថាបានបុណ្យធ្វើកុសលផ្សេងថាបានបុណ្យវាអត់ស្គាល់ថាបុណ្យនឹងថាម៉េចទេបុណ្យគឺចិត្តសប្បាយរីករាយក្នុងអំពើដែលខ្លួនធ្វើហ្នឹងគេហៅបុណ្យធ្វើចិត្តឲ្យរីករាយបាបគឺធ្វើឲ្យយើងកើតទោសអានេះឈ្មោះថាបាបអាស្រ័យនេះនៅក្នុងកម្មវិធីបុណ្យថ្ងៃនេះមានកម្មវិធីបុណ្យផ្កាប្រាក់ផងព្រោះដើម្បីនឹងជួយទំនុកបំរុងដល់ការខ្វះខាតរបស់លោកនាយកលោកគ្រូអ្នកគ្រូនៅក្នុងសាលានេះផងអាស្រ័យហេតុនេះហើយសូមឲ្យញោមញាតពុទ្ធបរិស័ទទាំងឡាយជ្រាបថាសាលារៀននេះជាមជ្ឈមណ្ឌលដែលផ្ដល់បញ្ញាការចេះដឹងដល់មនុស្សទាំងអស់នឹងសូមឲ្យជ្រាបចឹងបងព្រោះអ្វីវិជ្ជាអ្វីដែលចេញពីសាលារៀនដែលលោកគ្រូអ្នកគ្រូបាននិយាយបញ្យល់ប្រាប់សិស្សានុសិស្សទាំងអស់សិតតែវិជ្ជាដែលគេតម្រឹមគេសម្រិតសម្រាំងត្រឹមត្រូវអស់គេមិនដែលយកវិជ្ជាដែលមិនច្បាស់លាស់យកមកបង្ហាត់បង្រៀនដល់សិស្សទេបងvì សម្រាប់ពុទ្ធសាសនាទៀតព្រះសម្មាសម្ពុទ្ធសម្ដែងប្រាប់តសុំឲ្យមនុស្សនឹងសន្សំបញ្ញាឲ្យសំបញ្ញាហើយបញ្ញានឹងចេញពីសាលានឹងឯងរៀនសាលាបឋមទៅមានបញ្ញាប្រមាណដល់អនុវិទ្យាល័យចេះដឹងប្រមាណវិទ្យាល័យចេះដឹងបណ្ណាបរិញ្ញាបត្រអនុបណ្ឌិតនឹងចេះបណ្ណាក៏ចេះតែឡើងកម្រិតចេះដឹងអាស្រ័យនៃមុនដំបូងគឺបឋមសិក្សានឹងឯងដែលនៅជាកុមារាកុមារីតូចហ្នឹងវិសាលាដែលបញ្រៀនសិស្សានុសិស្សដែលតូចលំបាកណាស់ណាបងមិនស្រួលតែមិនមែនដូចសាលាអនុវិទ្យាល័យវិទ្យាល័យទេសិស្សានុសិស្សវាចម្រើនលូតលាស់ឲ្យធំមកនិយាយគ្នាស្ដាប់ស្រួលបើសាលាបឋមសិក្សានៅតែរញ៉ៅក៏ពិបាកលោកគ្រូអ្នកគ្រូពិបាកយ៉ាងក្រៃលែងហើយនិយាយមិនចេះស្ដាប់អ្នកទេសិស្សានុសិស្សnênលោកគ្រូអ្នកគ្រូតស៊ូនឹងកុមារាកុមារីដែលតូចនឹងបងដល់បានរៀនរួចដល់ចប់ថ្នាក់ទី6ហើយក្នុងនេះមានទី6ហើយទី6ដល់ទី7ធំឲ្យឆ្លងផុតពីសាលាបឋមចូលទៅអនុវិទ្យាល័យបើងាយលោកគ្រូអនុវិទ្យាល័យវិទ្យាល័យឲ្យងាយហើយបើសិស្សវាចម្រើនលូតលាស់ធំពេញរូបពីរាងឡើងនិយាយស្ដាប់គ្នាបានងាយតែលំបាកបំផុតគឺសាលាបឋមហ្នឹងឯងបងនេះសូមឲ្យញោមញាតពុទ្ធបរិស័ទទាំងឡាយគ្រប់រូបគឺសាលានឹងជាប្រភពកសាងបញ្ញាឲ្យដល់មនុស្សព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមនុស្សត្រូវតែសន្សំបញ្ញាហើយពាក្យបញ្ញានឹងជាភាសាបាលីទេបើសង្ស្ក្រឹតថាប្រាជ្ញាខ្មែរយើងនិយាយទាំងភាសាបាលីទាំងសង្ស្ក្រឹតប៉ុន្តែឲ្យយល់ថាពាក្យបញ្ញានិងប្រាជ្ញាតែម៉េចអត់យល់ដល់កម្រិតនៃពាក្យហ្នឹងទេពាក្យថាបញ្ញានិងប្រាជ្ញានេះគឺប្រែជាខ្មែរសេចក្តីដឹងស្គាល់យល់អ្វីទាំងអស់អានឹងជាតួបញ្ញា
អ្វីដែលយើងមិនឃើញហើយយើងមិនស្គាល់អានោះមិនទាន់មានបញ្ញាទេខ្វះហើយវាអត់ចម្រើនគ្រប់ត្រូវសិក្សារៀនសូត្រជាបន្តទៅទៀតនេះជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធឲ្យយើងបំបត្តិសេចក្តីល្ងង់ឲ្យសន្សំបញ្ញាកាលណាដល់បញ្ញាកើតមានហើយសេចក្តីល្ងង់ដែលយើងមិនដឹងមិនស្គាល់នឹងវារលំបាត់អស់ហើយនេះសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយយល់អំពីបញ្ញាហើយបញ្ញាហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមនុស្សត្រូវតែស្វែងរកបញ្ញាដើម្បីបំបត្តិសេចក្តីល្ងង់នោះឲ្យយើងលះបង់លោភៈទោសៈមោហៈលះបង់សេចក្តីលោភចង់បានហួសប្រមាណហួសសមត្ថភាពរបស់បញ្យើងណាមិនទោសៈឲ្យលះបង់កំហឹងក្រោធខឹងដែលនៅក្នុងចិត្តរបស់យើងចំពោះជនដទៃណាដែលគេបានធ្វើឲ្យប៉ះទង្គិចដល់យើងនឹងអាកើតទោសៈហ្នឹងកាលណាយើងភ្លេចអាទោសៈនោះវាស្ងប់តែនឹកឃើញរឿងហ្នឹងទោសៈវាកើតឡើងវិញហើយព្រោះវាកប់នៅក្នុងចិត្តនោះឲ្យយើងលះបង់ឬឲ្យលះបង់មោហៈមោហៈនឹងជាឈ្មោះរបស់អវិជ្ជាគឺសេចក្តីល្ងង់ហ្នឹងឯងណាដែលប្រពុតឲ្យយើងលះបង់ចេញហ្នឹងអាលោភៈក៏នាំឲ្យកើតទុក្ខទោសៈក៏នាំឲ្យកើតទុក្ខមោហៈសេចក្តីល្ងង់ជាទុក្ខពេញព្រាមជីវិតរបស់មនុស្សនឹងសំញោមញាតិពុទ្ធបរិស័ទជ្រាបអំពីពុទ្ធសាសនាហ្នឹងបងវិញញោមញាតិគិតមើលធម៌ដែលពុទ្ធលោកសម្ដែងប្រាប់ដល់មនុស្សឲ្យស្វែងរកបញ្ញាពុទ្ធិកានេះវាជាសកលលើពិភពលោកប្រទេសណាជាតិណាក៏គេធ្វើសាលារៀនឲ្យប្រជាពលរដ្ឋគេរៀនដែរគេស្របទៅតាមពុទ្ធឱវាទរបស់ព្រះពុទ្ធជាបរមគ្រូនៃយើងហ្នឹងឯងនេះជាពុទ្ធសាសនាហើយដែលលោកសម្ដែងប្រាប់ហ្នឹងបងគឺពធរបស់ព្រះពុទ្ធគឺសកលសម្រាប់មនុស្សនៅលើពិភពលោកហ្នឹងនៃការសិក្សារៀនសូត្រនឹងទៀតអាត្មាលើកឧទាហរណ៍មនុស្សពីរនាក់កើតថ្ងៃខែឆ្នាំជាមួយគ្នាប៉ុន្តែម្នាក់គេនៅក្នុងទីក្រុងម្នាក់ទៀតនៅឯស្រុកព្រៃភ្នំក្រំថ្មឯហ្នឹងបងមនុស្សពីរនាក់ហ្នឹងខុសគ្នាហើយអ្នកនៅទីក្រុងគេមានបញ្ញាជាងព្រោះគេបានសិក្សារៀនសូត្រមានសាលាគ្រប់ភូមិទាំងអស់រហូតដល់ទៅបណ្ឌិតបរិញ្ញាបត្រអនុបណ្ឌិតហ្នឹងអ្នកម្នាក់ទៀតនៅឯព្រៃភ្នំហ្នឹងមនុស្សពីរនាក់នោះខុសគ្នាហើយបងអ្នកនៅព្រៃភ្នំល្ងងអត់សូវមានបញ្ញាតែប្រសាលាមានអន្តរមបឋមអនុវិទ្យាល័យអីប៉ុណ្ណានេះបានថាមនុស្សគឺថ្លៃថ្នូរដោយសាររៀនសូត្រឲ្យមានបញ្ញាហើយព្រះពុទ្ធលោកសម្ដែងប្រាប់ថាអ្នកមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះពុទ្ធិការបស់ព្រះពុទ្ធឥឡូវយើងមើលតាមពុទ្ធិការបស់ព្រះពុទ្ធថាត្រូវមិនត្រូវថាអ្នកដែលមានបញ្ញាគេយកបញ្ញាការចេះដឹងរបស់ព្រះគេទៅរកទ្រព្យរកសម្បត្តិទៅដោះដូររកទ្រព្យរកសម្បត្តិរកបុណ្យស័ក្តិឲ្យគ្រប់ដោយសារបញ្ញាអុយលោកឪពុកអ្នកម្ដាយស្រឡាញ់កូនប្រុសស្រីចង់ឲ្យកូននឹងបានមានស័ក្តិយសខ្ពង់ខ្ពស់ឧត្តមឧត្តមតែលើកកូនរបស់ខ្លួនឲ្យធ្វើអភិបាលខេត្តអត់លើកបានទេណាបងតែលកូនគេមានបញ្ញាមានសមត្ថភាពខ្លួនគេបានគេអាចធ្វើជាអភិបាលខេត្តឬមន្ត្រីក្នុងក្រសួងណាមួយបានដោយសារខ្លួនគេដែលមានបញ្ញានឹងសូមឲ្យញោមញាតិជ្រាបអាស្រ័យនេះបើញោមស្រឡាញ់កូនចៅគ្រប់គ្នាត្រូវ
chỉ đồn chỉ ta lộ bụng để mà đài nó này nằm con pro sợi oi rin oi sạch xa oi chọc đào trai tràn này bị chia trai tràn này bị chia cứ bật đệt anh đang chọc ai phải chụp bàn dập thằng ngày nữa và tây ná có miền thằng bật đệt đôi thế này thằng bà con chào riêng ban đào bật đệt đã giúp giết ắt hay ắt pruy ấy thế ta cái thông bình vây làm miền ở đây miền một con cái che chặt chang thay xa cục krong chỉ biết bao cái ở bàn sáu pro panya pro vị chia này nên đây dương mai áo ắt một bạn qua lại năng kia thế rồi đọc luôn dương chặt chia ria đầu tiên cái thay để xa dương ban tầm nút bẩm rong chỉ biết dương để chặt chia ria năng ban pro panya này nhưng xong ở nhôm nhiệt chiêmอาศัยนี่มันกู้ทุยประหายนึ่งการเรียนโซนของเตปอนี่สำหรับเนี่ยได้เมียนปัญญาบ้านพระองค์ตรงสำแดงปรามถ้าบุคคลได้ทราบโซนจะปัญญาดอกประสาหายชีวิตระบบบุคคลโนรอเนาประกอบโดยสิ่งใดตุกโดยสิ่งใดกระดกดูโดยสิ่งใดซอกซูลนั่งหน้าขนมชีวิตได้รอนเนานั่งอัดเมนไปรีเรียได้ป่อัดเมนไปรีเรียได้สุดท้ายเหตุเองจังถ้าเมาไปอัดเมนปัญญาเรากรับสมบัติทำไมโยกเมาจึงเชื่อมชีวิตขลุ่นบานโดยประปีละอ๋อเชื่อมชีวิตขลุ่นเองพองเชื่อมปะป้วนโกนพองต้องสมบูรณ์นั่งจะมาเพราะยังเราตรับบานมันได้เราบานไงนะคว้าใส่เราบานปรึกคว้าละเงียบางอย่างชีวิตเมียนสักได้รีเรียนาบานพระสัมมาสัมพุทธชีวิตระบามนุษย์ได้เมียนเสรีสู้สดายตัวบานเพราะตรับสมบัติเพราะระบอบบุญอย่างหนึ่งสมปวดคอเอาหมอหอาหารเสียสมบัติเกียรทานนำเชียบาโรบุญอย่างเนี่ยบุญอย่างนี้ปปดเพียซาปปดทัพใจบุญวิญญาณเนี่ยการพุทธศาสนาอ้อยแต่ลืออาชาปวารณาเธอปนไปใจบุญได้สมานทัพใจบุญนั้นสำหรับแต่ประสังวิญญาณไม่ยอดเข้าอย่างเดียวปัจจัยบุญนั้นชีวิตประสังก็ได้โยมเนี่ยมันโน่นเอาเลสากาโลก็ได้เจ็บเตะตองนั่งปัจจัยบุญอัดที่พอได้โยมเอาเชียดนะดาสรานนั่นได้เมียสมปวดสลิโดยแต่โยมว่ากันถ้าแบบสมปวดคอเอาเก็บแบบเส้นดีกันเนี่ยแต่แบบขมายยืงสลิเส้นแต่ปะรังสลิเส้นแต่ก็ตามเชียดบอกเป็นเกแต่จำไม่ตราตาเมียนบัดบังเรียงกายกาเปียมูสอยสรังกแอบตัวไอสัตว์โตมาม่องมาเมียมาเยียยีไปประสาจังนั่งเตี้ยคือเรื่องสมปวดสลิเปียนั่งละอ้อปนัดเพื่อเอาโยมเนี่ยปราสมปวดเขาเอาได้ละอ้อน้องเมียนสอบพันเพียบช่วยไอ้บานลมอ้อสไรโซสไรเตี้ยนะอันนี้ปัจจัยตีโมยปัจจัยตีปีมหอบอาหารแต่โยมเย็นเมียนมหอบอาหารบริโภคชันปีซากรุบกรันปีซาใบมาปีแล้วมหอบใบบุญมกแต่ซาเมียนตรัมนะตีปีตีใบคือเกหทานเตี้ยสบายนี่ได้เมียนเตี้ยมอต่อซ้ออันเจียดามวิลาตีบุญทนำเชียบาโรการนำเมียนจุ่มงื้อเชียบบานน้องซีมเรียบเนี่ยมันเชี่ยเต้าพนมเป่งเต้าเป็นการละไมเมียนตรับชรานั่นที่เต้าเป็นการมันโอเต้าสังกโปเต้ามาเลอินาเปกจุ่มเนี่ยเต้าสระเวียดนามไอเจดาเนี่ยไอสาเมียนสมบัติตรับกุกรับบ้านยังแต่เชียบบานน้องเป็นสำคัญบ้านอันนี้ปัจจัยบุญพอไงนั้นสำได้เธอเทศนาจะเรียบโยงเงียดอัดเมนชีพอเต้เมนนาชีพอเต้มันเนื้อเลือสากลโลก
ត្រូវការនឹងរបស់4យ៉ាងនេះដូចគ្នាទាំងអស់ពេលរបស់4យ៉ាងនេះប្រភពវាចេញពីណាចេញពីធៈណាំងភាសាបាលីប្រែមកជាខ្មែរថាទ្រព្យស៊ីចាយគឺប្រកាសនឹងឯងបើគេថាភោគាគឺរបស់ដែលប្រើប្រាស់អាភោគាហ្នឹងប្រភពវានៅលើប្រាក់ហ្នឹងញគេថាបារាំងគេហៅបង់ហើយអង់គ្លេសគេហៅ bank ខ្មែរយើងគេហៅធនាគារបល័យបល័យនេះវាពីរព្យាង្គអគារៈប្រែថាផ្ទះធៈណាំងប្រែថាប្រាក់គេតសន្ធិភ្ជាប់គ្នាទៅជាធនាគារផ្ទះដែលគេសម្រាប់យកប្រាក់ទៅទុកធនាគារប្រាក់ញោមញាតរកបានច្រើនទៅទុកហ្នឹងទៅបងនេះគេភាសាណាបើញោមញាតលើកថាធនាគារក៏ធនាគារគេទៅបង់ក៏បង់ទៅបែងក៏បែងទៅបងអត់យល់ថាស្អីទេប៉ុន្តែបញ្ជាក់ប្រាប់ថាបាលីគេថាធនាគារបាលីភាសាខ្មែរថាផ្ទះដែលគេសម្រាប់ទុកប្រាក់នឹងប្រែឲ្យចំញ៉ាស្ដាប់បានទេញោមញាតយល់ទេហ៎នឹងបាលីហ៎បងមកនេះថាទឹមយល់ថ្ងៃនេះសំណាងហើយណាបងបើមិនបានស្ដាប់ធ្វើថ្ងៃនេះទៅយកទៅស្រុកខ្មោចវិញនោះតែមិនដឹងចឹងដោយបច្ច័យ4ញោមញាតមានដឹងណាឲ្យទៅលឺបច្ច័យ4អូសម្រាប់តែប្រសង់ទេបើតាមពេទ្យយើងអ្នកប្រគិនបច្ច័យ4ប្រសង់ជាអ្នករកបច្ច័យ4ប្រើប្រាស់ខ្លួនឯងផងប្រគិនដល់ប្រសង់ផងថ្ងៃនេះសូមឲ្យញោមញាតយល់ឲ្យច្បាស់ណាប្រាប់គ្នាថាណោបច្ច័យ4នឹងត្រូវការឲ្យតែមនុស្សអ្នកបួសក្តីអ្នកមិនបួសក្តីមនុស្សនៅលើពិភពលោកត្រូវការទាំងអស់វាថាសេរីនៃជីវិតញោមមានសេរីសួស្តីរីករាយបានព្រោះមានវត្ថុ4យ៉ាងនៅប្រើប្រាស់គ្រប់គ្រាន់នេះសេរីពាក្យថាសេរីគឺជីវិតដ៏ល្អរីករាយបំផុតព្រោះទ្រព្យទាំង4ហ្នឹងមានគ្រប់គ្រាន់ចាំបើជីវិតអ្នកក្រវិញដែលអាត្មាសំដែងឯងរកអីបានញោមញាតមើលនៅក្រុងសៀមរាបភូមិវត្តបូសង្កាត់សាលាកំរើកនេះសមានតែមនុស្សមានជីវភាពស្មើគ្នាមានទ្រព្យស្មើគ្នាអត់ទេណាខុសគ្នាបងអានេះមានបញ្ញានោះគេរកទ្រព្យបានមានផ្ទះថ្មតសក់អត់វីឡាមានរថយន្តជិះទំនើបជិះទៅធ្វើជីវិតគេមានម្ហូបអាហារបរិភោគគ្រប់គ្រាន់ឬដល់ដូចកម្មចិន្តាអញ្ចឹងអាកម្មលើអ្នកមានប្រផតកម្មទី2ទី3មកអង្សោបន្តិចដល់មកកម្មក្រមគឺមនុស្សដែលល្ងងយកមើលមកចាំមើលដល់ឆ្ងាយមើលតែសកាត់សាលាកំរើកនោះមានអ្នកខ្លាំងដើររើសអេតចាយសម្បកដបសម្បកកំប៉ុងអីទៅខ្លះនោះទៅបោះសន្រាមតាមថ្នល់ខ្លះទីនោះទៅយាមផ្ទះភូមិគ្រឹះឲ្យគេកាន់បើកទ្វារឡានឲ្យគេចេញចូលវាសម្អាតភូមិគេផងរៀបរាប់ទៅទីច្រើនណាស់បើលើកម្ដងជាអតិថាមនុស្សទាំងអស់ហ្នឹងហេតុអីបានតែធ្វើយ៉ាងថាមកអីមកពីល្ងងសេចក្តីល្ងងវាឲ្យទុកទោសបានប្រពុតថាមនុស្សដែលល្ងងនេះជីវិតរស់នៅមនុស្សក៏បានសោកជួបដោយសេចក្តីទុក្ខដោយសេចក្តីសោកដោយសេចក្តីខ្សឹកខ្សួលទាំងគឹសក្នុងចិត្តនឹងរហូតដល់ថ្ងៃស្លាប់ដល់ពេលស្លាប់ហើយមិនរួចខ្លួនទេធ្លាក់ទៅកាន់អបាយភូមិទៅកើតនរកប្រែទៀតខ្ញុំនិយាយក៏មើលសេចក្តីល្ងងវាឲ្យទុកទាំងពីររស់នៅក៏មិនបានសេចក្តីសោកស្លាប់ហើយអត់រួចខ្លួនសួរថាម៉េចបានមនុស្សនឹងស្លាប់ឲ្យទៅកាន់នរកទៀតហើយខ្ញុំនិយាយឆ្ងល់អីមនុស្សតែកាលណាក្រហើយលួចគេក៏លួចទ្រព្យគេហ្នឹងបោកប្រាស់គេហ្នឹងក៏បោកប្រាស់យកទ្រព្យយកសម្បត្តិគេវាសម្លាប់ជីវិតសត្វ
ដាក់ទ្រូដាក់មកដាក់លោបសត្វអំពើបាណាតិបាតដែលប្រពន្ធលោកហាមជួនកាលយកអារបរសម្លាប់ហ្នឹងសម្លាប់មន់សម្លាប់ទាសម្លាប់ជ្រូកគោក្របីឲ្យលក់សត្វថ្ងៃសតតែគ្រឿងអកុសលទាំងអស់ខ្លះអត់សម្លាប់ខ្លួនឯងទេទៅស៊ីឈ្នួលសម្លាប់ឲ្យគេទៅសម្លាប់ជ្រូកឲ្យគេបានអ្នកដែលសម្លាប់ជ្រូកថៅកែគេថាយើងទៅសម្លាប់ផ្ទាល់ហ្មងមែនទេទៅស៊ីឈ្នួលសម្លាប់សត្វឲ្យគេហ្នឹងទៀតអូប្រោះអំពើទុច្ចរិតនឹងឯងដែលនាំបុគ្គលហ្នឹងឲ្យទៅកាន់អបាយភូមិខ្ញុំនិយាយស្ដាប់បានទេហ៎អាហ្នឹងបញ្យល់ពីពុទ្ធសាសនាបើអញ្ចឹងហើយត្រូវចម្លងកូនប្រុសស្រីរបស់ខ្លួនឲ្យសិក្សារិស័យឲ្យដល់ត្រើយត្រាននៃវិជ្ជាជាពិសេសនៅជីដូនជីតាហ្នឹងម៉ែឪហ្នឹងជីដូនជីតាហ្នឹងធ្វើឲ្យមិនកើតទេដាស់តឿនម៉ែឪកូនខ្លួនណាឲ្យកូនរៀនឲ្យដល់ត្រើយត្រាននៃវិជ្ជាគ្រប់គ្នាអញ្ចឹងឲ្យយកចិត្តទុកដាក់នឹងជីវិតរបស់កូនរបស់ចៅខ្លួននោះឲ្យខ្ពង់ខ្ពស់នេះសមឲ្យញោមញាតជ្រាបចឹងបើសិនណាញោមញាតជាពុទ្ធបរិស័ទគឺត្រូវតែជំរុញកូនចៅឲ្យរៀនដល់ត្រើយត្រាននៃវិជ្ជាការរៀនសូត្រនេះมันមិនងាយទេណាញោមញាតជាង20ឆ្នាំណាបានចប់ខ្ញុំនិយាយគឺជាង20ឆ្នាំណាជាង2ទសវត្សរ៍អានឹងបើរៀនសូត្រទៅវាมันធ្លាក់បប្រឡងធ្លាក់បលើសនឹងទៀតវែងអន្លាយណាលោកអ្នកប្រាជ្ញលោកធៀបតការរៀនសូត្រទុកដូចជាធ្វើដំណើរឆ្លងសមុទ្រយ៉ាងឆ្នាំទី1យើងនៅក្នុងត្រើយខាងអាយហ្នឹងហើយឆ្នាំទី2ទី3នោះនាវាទូករបស់យើងចេញពីត្រើយកាត់ប្រវល់សមុទ្រហើយណាចុះបើរៀនដល់មកវិទ្យាល័យប្រឡងវិទ្យាល័យចប់ទៅឈប់ទៅញ៉ាកូនខ្ជិលរៀនខ្លួនវាឈប់ទៅជួនកាលម៉ែឪនឹងបញ្ឈប់កូនអត់ឲ្យរៀនទេតទៀតដោយសំអាងនោះអញរវល់ការងាររកស៊ីធ្វើស្រែកាប់ចង្ការអីណាគ្មានអាណាជួយណារៀនប៉ុណ្ណឹងបានឲ្យឈប់ទៅហើយមើលអញអត់ចេះអសរផងអញចិញ្ចឹមជីវិតអញរស់ចេះមកអញទៀតបញ្យល់កូនអញ្ចឹងទៀតណាបងយកបញ្យល់កូនមិនចេះអសរដែរអញក៏អញរស់ស៊ីរស់ដែរនេះបានចំពេញរងងបងឲ្យកូនមកជួយធ្វើការអញ្ចឹងបើកូនឈប់ខ្លួនឯងបុរាណទៅលិចទូកណ្ដាលទន្លេអញ្ចឹងបើម៉ែឪបញ្ឈប់កូនថាម៉ែឪនោះបញ្លិចទូកកូនកណ្ដាលទន្លេហើយបើម៉ែឪឲ្យកូនឈប់រៀនទៀតពុទ្ធសាសនាអលោកអ្នកប្រាជ្ញលោកថាម្ដាយនឹងមានវេរានឹងកូននឹងឯងទល់រហូតថ្ងៃស្លាប់ឪពុកនឹងជាសត្រូវធំរបស់កូនណាកូនល្ងងម៉ែឪមានទោសមានវិរិយម៉េចដល់កូនវាល្ងងរកស៊ីអីក៏បានរកទ្រព្យសម្បត្តិក៏បានម៉ែនឹងគិតថាកូនអញឲ្យក្រយរេមណាមយ៉ាងនេះចឹងបើអត់ពីអញទៅជីវិតវាយ៉ាងណាបានបុរាណស្លាប់ហើយបិទភ្នែកអត់ចិត្តទៀតខ្ញុំនិយាយគេថាខ្មោចខ្លះស្លាប់ទៅបើកភ្នែកដល់អានឹងវាគិតវាវិរិយក្នុងកូនគិតយ៉ាងឯណាតែអាចារ្យយកដៃយកសង្កត់តបកភ្នែកឲ្យតបកងាប់ផុតហើយឲ្យថ្មិចទៅនោះវាងាប់បិទភ្នែកអត់ចិត្តមកពីវិរិយនឹកដល់កូនថាយើងងាប់ទៅកូនជីវិតកូននឹងយ៉ាងណាអានេះវាឪជាសត្រូវធំរបស់កូនតែកូនល្ងងហើយទីជួទូលមានព្រិនបដាវាក៏មិនស្ដាប់តមិត្តតកវាកើតណាឪកូនសត្រូវហើយនេះតែសត្វឯងបៃតាទុកជាសត្រូវធំកូនធំរួចពេញរូបពាត់មិនឡើងហៅថាមិនថ្កើងក្នុងជំនុំប្រៀបដូចកក់ក្រងចូលប្រជុំកណ្ដាលជំនុំនៃរាជហង្ស
hệ chẳng tục đôi nhẹ prai ra khuôn ai nó đôi cọ krung cho là còn đa phải cho mình cho sẵn cộm chẳng chẳng dây ấy có nâng bàn pi anh dây quy sẽ đạp kia của họ nâng ai ăn miên tầm lại trong bà sẵn riêng to đầu tiên bàn bạc rồi nhà bàn ảnh nụ mình đến chốc tàu nâng bồ rán lỗ phần cao bịa mùi tìa thằng chít đào cầm phong hay loang tu nếu ắt đào cầm phong chít đào cầm phong nó loang tu tàu lịch bắn số thật đào cầm phong trem nà ta trem ná do mình đích ở bàn nó bàn chọc đào cầm phong trời trán này vì chia hơi nè nè tham gia sầm đại thơ này prab nhôm như chia chỉ đôn chỉ ta chia mai chia áo nó sang cỏ côn ở đào trai tràn này bị chia và năng chia cầm vị thi rồi mai áo rồi lô kru nè kru ở ta màu sả lá cất bên riêng hay và làm màu mình mó đâu lơ mai áo nó lơ sa mai kruan cho con thay sa cà pia con pro con sài ởศึกษาเรียนสอนởบ้านเราตรายตรันวิเชียบ้านมันเด็กแต่บ้านมันได้ยังอัดปรุยได้ไม่เอาอัดปรุยได้วิปปศาสนาในลูกอ้อยตำไลมันเอสไรมันเอปรอดโอ้ยขี้เนี่ยต่างออกแต่ยังตาโดนตาจ้าไปมุ่นมันนั่งแต่บ้านเปียปีหน้ายอมเอาปราบโกนปราบเจ้าเนาะไอ้สไลมาจำรีนไอ้ประมาณได้มาอัดแวดจังกรานมันจมเย็นจังนั่งเปียนั่งนี่ประหยัดใหญ่ตามไม่เอาโยเปียน้องหมดดะล้วนโกนอันตรายให้ฮะตาแวดจังกรานมันจมเปียนั่งกูลบกูปมบัดเชงกอมโยมปรากน้องยุคกสมัยนี่อัตราเด็กประมาณนี้โยมเงียบเพราะปุ๊บเราไอ้ตำไลสไลปลอดโดยกันเนี่ยไอ้ตาริมบ้านดอนบันเด็ดปลอดเขาปัญญาวันสไลเขาปัญญาวันไตหรือปัญญาวันใดเพราะประสังพิสมัยปุ๊บเมียนลูกซองปลอดเขาพิโคลูกซองสไลเขาพิโคในลูกสั่งตั้งปีปูเนี่ยเมียนสมัติเพียบโดยเนี่ยลูกสั่งเพราะเจียทำมากับเทิกสำแดงเธอบานลูกสั่งไรก็แสดงบานโดยเนี่ยลูกสั่งเพราะเจียปหูโซดเคลียงเธอลูกสั่งไรก็เคลียงเธอโดยเนี่ยลูกสั่งเพราะเมียนปัญญาลูกสั่งไรก็เมียนปัญญาโดยเนี่ยลูกสั่งเพราะเมียนรื่นสำแดงรื่นบานเนี่ยงพิโกในลูกสั่งบานโดยเนี่ยต่างออกนี่บ้านมาปนสไลนังเพราะอาจเพื่อไอ้บ้านโดยเหตุต่างอ่อนเรื่องอะไรปัจจุบันสมัยหนึ่งโยมเงียกระเล่เมื่อเลยตึกใดกัมพูชีมันสไลจะเธออภิบาลแค่บ้านได้แต่โยมเงียเมื่อแต่ตึกใดสระไม่เยอะมันสไลจะช่วยรัฐมนตรีเมียนกระทรวงวัฒนธรรมกระทรวงไอ้เนรีเนี่ยไอ้ยมเยี่ยมสัตว์อิสราเอลเธอประเทศรัฐสภาเตียที่เธอบานร้อยที่นี่ต่างออกในเชียสกายเปียบเชียสได้ด่าทำมาเลิกมอปังหานจูนยมเงียดไอ้เคยไอ้บประเทศดาเตที่สตรายเชียประมุขรัฐาภิบาลเตียกันนะประเทศอิสราเอลเธอประมุขรัฐาภิบาลบ้างตรังในฉลาปัญจังไอ้เคยแต่พุทธศาสนาเปียระบ้าปปนนั่งคือเชียเปียเป็ดสำหรับสัตว์เราเลยสากลโลกต่างออกพออ้อยก็รบปฏิบัติตามเท่าบ้านเชียเมียนเพียเสดโลกสำได้สัจจังเวอมาตาเวจาเปียเป็ดเชียเปียมันแจสลับสตัญจะธรรมโมเนเจริญเอาเปเตเธอระบาสัปปะระคือพุทธศาสนามันจะจักรำเกรียเตแช่แต่เมียนชีวิตรอนเนาเลอไปพบโลกเชียริงรอโหดให้แช่แต่ทำไมเตือนสมัยเชียนในอันยมใหญ่มาเธอได้บอกปุโรสำได้รอดระเบิงอัจฉริยะทราบซ้อนเด
ឃើញទេអត់ចេះសាបសូន្យទៅណាទេហើយរោគដើមកំណើតរបស់ធើថាវាកើតពីត្រឹមណាក៏រំឃើញហើយទីបំផុតរបស់ធើអស់ទៅត្រឹមណាក៏រកគេបពុតផលរំឃើញអញ្ចឹងនេះសំឲ្យញោមញាតពុទ្ធបរិស័ទយល់ញោមមើលពុទ្ធពាក្យដែលពលសំដែងក្របលើពិភពលោកទាំងអស់អ្នកជនជាតិណាក៏គេរៀនពីសូត្រដើម្បីឲ្យមានបញ្ញាឬមនុស្សជាតិណាក៏នៅក្រោមឥទ្ធិពលរបស់ជារៀបជាធិមរណៈនិងវិបាករបស់ផលកម្មដូចគ្នាអកើតចាស់ឈឺស្លាប់ហើយអាស្រ័យផលកម្មដែលខ្លួនធ្វើឲ្យមកខ្លួនញោមញីមើលវាសកលទាំងអស់នេះសម្ដែងអំពីពុទ្ធសាសនាជាពាក្យទូមានព្រិនបដៅរបស់ព្រះពុទ្ធដែលលោកសម្ដែងប្រាប់ហ្នឹងវិញមនុស្សពុទ្ធសាសនានេះលោកឲ្យតម្លៃមនុស្សទេមិនបានឲ្យតម្លៃទេវតាទេញោមញាតហើយញោមញាតពុទ្ធបរិស័ទឲ្យតម្លៃតែទេវតាអត់ឲ្យតម្លៃមនុស្សតែព្រះពុទ្ធលោកឲ្យតម្លៃមនុស្សអានេះលោកសំដែងពីហេតុផលញោមញាតគិតមកទេវតាទៅពីណាទេវតាគឺចំហាយមនុស្សដែលធ្វើល្អនឹងមានញោមញាតឯងជាអ្នកបរិច្ចាគទ្រព្យសម្បត្តិជាទានជាអ្នករសាសិលចម្រើនមេត្តាភាវនាដល់ជីវិតចុងក្រោយទីបញ្ចប់ស្លាប់ទៅនោះទៅកើតទេវតាជាផលអញ្ចឹងនេះពុទ្ធលោកឲ្យតម្លៃមនុស្សនាំមនុស្សឲ្យធ្វើល្អស្លាប់ទៅកើតទេវតានេះពុទ្ធលោកសម្ដែងយ៉ាងនេះតែញោមញាតឲ្យតម្លៃតែទេវតាណាអត់បានឲ្យតម្លៃមនុស្សខ្លួនឯងទេឥឡូវសក្ខីភាពជាក់ស្ដែងញោមញាតមើលលើផែនដីយើងសប្តាហ៍ថ្ងៃនេះដែលញោមញាតប្រើគ្រឿងសម្ភារៈទំនើបហ្នឹងសួរថារបស់ទាំងអស់ហ្នឹងទេវតាធ្វើឬមនុស្សធ្វើក៏មើលទៅឃើញកើតពីមនុស្សតែទាំងអស់ពេលមនុស្សដែលគេធ្វើកើតដោយសារគេមានបញ្ញាគេធ្វើឲ្យកើតអាត្មាលើកឧទាហរណ៍ឲ្យញោមញាតស្ដាប់ខេត្តសៀមរាបដែលយើងនៅយើងមើលឃើញខេត្តដទៃយើងមើលអត់ឃើញទេគាត់ពីបុរាណមកផ្លូវថ្នល់ស្ពានឆ្លងស្ទឹងនេះផ្លូវថ្នល់ចាក់គ្រូក្រហមចាក់ដុំថ្មទេនេះផ្លូវទៅសាលាបឋមសិក្សាសៀមរាបក្រុងនៅថ្ងៃ7មករាហ្នឹងជាបឋមសិក្សាសៀមរាបក្រុងពីឆ្នាំ50មកអាត្មាដើរទៅរៀនសាលាហ្នឹងគេចាក់ដុំថ្មក្រាលថ្នល់ដុំប៉ាំងកំពួនជើងគេមានអរឡូគេកិនបញ្រៀបទៅគេចាក់ដីដល់ត្រូវភ្លៀងមកលុះថាដុំថ្មនោះផុសឡើងជាងងជាងងពេញទៅថ្នល់នេះអាត្មាដើរទៅរៀននេះចំពប់បែកនៅស្នាមនេះហ្នឹងហើយស្ពានឆ្លងស្ទឹងសៀមរាបសតតែឈើក៏ពេញកំពុងអត់មានពោតឹងចឹងទេដល់សប្តាហ៍ថ្ងៃញោមញាតបាត់អស់ពុទ្ធសាសនាថាបដិរូបគេកែច្នៃរបស់ដែលមិនល្អមិនទំនើបឲ្យវាទំនើបហើយញោមញាតកើតអត់ទាន់កើតឡើងឃើញគេយកជាកៅស៊ូមកចាក់ថ្នល់nóស្អាតចេះគេចាក់បេតុងថ្នល់ទីអត់បានឃើញអង្គលដែលវាមិនទាន់ជឿនលឿនអាហ្នឹងខ្ញុំយកកើតពីមនុស្សគេយកបញ្ញាគេកើតគេឆ្នៃរបស់ដែលមិនល្អឲ្យវាល្អខ្មងពោះឡើងទំនើបឡើងហើយខ្ញុំញាតមើលស្ពានព្រែកក្តាមភ្នំពេញពីមុនអត់មានទេឆ្លងដទេណាខ្ញុំញាតឡានទៅឆ្លងដទេស្ពានជ្រួយចង្វាអត់មានឆ្លងដដូចតែគ្នាដល់ថ្ងៃយើងមានកើតមានស្ពានគេឆ្លងថ្មល្អស្អាតបើអានេះមិននៅគេធ្វើ
មានទេវតាឯណាមកធ្វើមិនអើរុញនិយាយពីអាទូរស័ព្ទតេឡេហ្វូននេះអាត្មានៅពីក្មេងមិញតេឡេហ្វូនមានខ្សែមេធំនៅភ្នំពេញមកគ្រប់ខេត្តទាំងអស់គេរត់ខ្សែតាមថ្នល់មកដូចខ្សែភ្លើងយ៉ាងឯងអាតេឡេហ្វូនគេដាក់ទៅក្នុងការិយាល័យក្នុងផ្ទះទេអាណាមានកិច្ចការពីភ្នំពេញមកគេហៅមកលឺរោរើងមានអ្នកយាមការិយាល័យទៅលើកឡើងទទួលព័ត៌មានថាពីខាងណាហៅមកហ្នឹងយ៉ាងកាន់ទៅណាអត់បានទេដូចតាកតងគ្នាបាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណឹងឯងដល់សប្តាហ៍ថ្ងៃបាត់អស់លីញោមញាក់កើតមកមិនដែលឃើញបាទតាអាត្មាទេអាត្មាឃើញហ្នឹងឃើញតែគេកែច្នៃអាតេឡេហ្វូនមានខ្សែនោះเอาទៅជាអត់ខ្សែកាន់បានទៀតដាក់កប៉ៅកាន់បានទៀតទេស្ដើងតូចមានកូនចៅឯនៅបារាំងនៅអាមេរិកអូស្ត្រាលីអីនឹកឃើញកូនចៅចុចទៅនិយាយគ្នាបានឃើញរូបទៀតញញែមកមានធម៌ពលកម្លាំងប៉ុណ្ណាអានឹងមនុស្សហ្នឹងគេបដិរូបគេកែច្នៃរបស់ដែលមិនប្រណិតឲ្យវាប្រណិតល្អឡើងមានអ្នកណាធ្វើញញែមើលសត្វតែមនុស្សតាគេធ្វើហ្នឹងពេលមនុស្សគេធ្វើកើតដោយសារបញ្ញាតែគេមានបញ្ញាខ្លាំងគេដកសំពិសោធន៍ធ្វើអីក៏បានរិពីសម័យមុនជំងឺរោគគាជំងឺណាដែលកើតពីក្រៅខ្លួនយើងមើលឃើញណាជំងឺកើតក្នុងខ្លួនមើលអត់ឃើញទេវាឈឺចកឈឺចាប់ទៅស្រែកទៅណាយវាអស់លទ្ធភាពក្នុងអ្នកតាអីណាធ្វើទៅត្រូវអំពើត្រូវមន់អីគេយើងមើលអត់ឃើញសម័យហ្នឹងបើជឿអញ្ចឹងក៏វាសំរុំមកមើលអត់ឃើញដល់មកសម័យសប្តាហ៍មានអញ្ចឹងណាគេថាគ្រឿងក្នុងយើងគេមើលឃើញទាំងអស់ពោះវៀនពោះតាំងប្រមាត់ថ្លើមបេះដូងមានគេដាក់ឆ្លោះមកឃើញទាំងអស់វាបាត់អាស្បែកសាច់បាំងពីក្រៅអស់រលីមើលឃើញទាំងអស់គ្នាអានេះជាក់ស្ដែងបើអញ្ចឹងយើងចាំជឿអរៈអ្នកតាអីទៀតពេទ្យគេមើលឃើញទៅតំបៅកាពះតំបៅពោះវៀនតំបៅសួតរលាកថ្លើមអីទៅឲ្យពេទ្យព្យាបាលแล้วបងជាបើជឿតែអ្នកតាហ្នឹងស្លាប់អីបងជឿតែអ្នកតាងាប់អីនិយាយពីជំនឿបុរាណពូជអាត្មាណាញោមញាតពូជអរៈនិយាយតាខាងញោមស្រីខាងញោមសតតែជឿអរៈចាអរៈជឿអន្តោកហ្នឹងដល់ខែមេដល់គេមកប្រាប់ឲ្យចូលប្រាក់គេទៅគេឡើងអរៈហ្នឹងយ៉ាងដូចជាដូនយាយទូតយាយបង្កើតអាត្មាតែកាលណាគាត់ឈឺហើយបើមិនបន់ស្រន់អរៈឲ្យគាត់ទេយកទៅពេកក៏អត់ទៅទេតែបន់ស្រន់អរៈទៅវាមិនជាបានគាត់ទៅពេកយាយទូតយាយបង្កើតអាត្មាពូជអរៈតែសងៃអត់ពីគាត់ទៅដល់មកកូនចៅក្រោយមានអាណារវល់នឹងអរៈនឹងគេជប់រវល់អស់ទៅដល់អញ្ចឹងជីវិតឃើញសោកដូចតែគ្នាសោកជាងពីមុនទៅទៀតបងមានជំងឺគេទៅពេទ្យបងបានថាហ្នឹងគួរយកញាតនៅលះបង់ទៅអបិយជំនឿហ្នឹងអបិយជំនឿហ្នឹងវាជាងជាស្មានដោយសារយើងមើលវាមិនដឹងវាយកជាថាទៅអ្នកតាយាយចុះវាអ្នកតានឹងទៀតក៏វាយ៉ាំឲ្យតែគេថាខ្លួនឯងធ្វើក៏រ៉ាប់ភ្លាមណាយើងធ្វើឲ្យខំចេះចុះអីក៏ដែរអរៈតារ៉ាប់ណាទេបានស្រាន់ទៅអ្នកអាត្មានិយាយពីអបិយជំនឿពូជអាត្មាហើយអ្នកជឿបើដល់ឥឡូវយាយទួតយាយបង្កើតអានេះកាលទៅកូនចាស់ក៏អត់មានណានឹកនេះទេបងក៏ជីវិតរស់នៅធម្មតាទៅដូចគ្នាថាដល់មានជំនឿនោះថាកើតអីបន្តិចគេជឿថាហ្នឹងឯងដោយសងៃស៊ីមរៀបយើងនឹងមានយាយទេមានតារាជមានតាតំបងដែរថាជំនឿអបិយជំនឿហ្នឹងនិយាយវាអបិយជំនឿតែពុទ្ធលោកបដិសេធថាមនុស្សជឿថាមនុស្សល្ងង់
mà chết đang cái mình chưa chẳng được có bay chìm nữa nên là giấy em bị bánh nhà là bao nó cái thơ ấy cả từng là hôn ra nhiều nhiệt nó cái thơ dân họ đại từng con rập tón đại lơ mì dương thì lập khơi cái bằng họ khai như nhiều nhiệt đã lâu dương khơi dân họ đại từng con rập tón họ lơ mì bản thìสุตานเนี่ยน่าเนี่ยเถิดมันน่ากิเถิดมันน่ากิเมียนปัญญาคลั่งคลาดอปนังเอ้ยมันอปนังเตนี่สงายปังการเครื่องประหารเครื่องอาวุธเมียนมิสเซลปารมาโนกันตะคลั่งตะตีดเมียนเอติโปลเนี่ยมีก็ได้เชียมบังอิหร่านอเมริกันไอ้นั่นนี่สัตมหาอำนาจเมียนเครื่องสตราวุธน้องเมียนประสัตเพียบเอติโปลคลั่งคลาดจะตีบปอดอันนั้นชีวิตบามโนแต่เรื่องสัตราบนเนปปนลงห้ามมันเอาเธอเต้เอาเธอเต้วิเชียนังสำหรับชีวิตมโนปปนลงห้ามเอาเธอปังกาแต่ละบานนั้นไอ้วิเมียนประโยชน์ดอนมโนละบานนั้นไอ้เธอปะเปิดเราสักได้สออายุชีวิตน้องปปนลงห้ามเราทำไม่ชาชีวิตการเชื่อมชีวิตเขาเพื่อมันปกปิประสาในสมัยยมเนียเฉียบอย่างร่างการเชื่อมชีวิตเขานั้นปกปิประสาเราทำเมียนปรำโลหามไม่ฆ่าชีวิตการชีวิตเชื่อมชีวิตเขาตีมวยคือช่วยมโนเนื้อมโนได้แค่นี้ละง่วงเนาะต้องเป็นชาวตัวโลตัวโดยเธอย่อมกันเชี่ยกีป่านนั้นเราทวีปยืมสามีนเดว่าทวีปอเมริกทวีปยุโรปไอสมบูน่าจะจับปูแอฟริกาเรื่องง่วงโดยสัตว์เด็กต้องกับปลโยมอลโลชมูยเนี่ยชมนุยเนี่ยชมกาไอเต้ากากำลังมันนะกิเด็กหมดแล้วนะตัวเอิดมือละมือนาลาแล้วหุ่นเมียนสกเพียบแล้วชมอัลละอัลกิจับอันนึงมาโลอัลกิลูนเจียเตียสกอดได้ทลายบ้างเยอะตัวประมาณเขาตราไปกี่ไว้กี่เตือนกี่เทียขมิ้นมีตาตราปันในเดสัตเดริยานพอดันจังเมียนประเทศเนี่ยถึงประเดี๋ยวที่ดับประมวยระบามาได้หาลูกประหามเล่นก่อนประเทศนั้นถึงประเดี๋ยวที่ดับประมวยก็เมื่อตะเคยมนุษย์ชิจนเพื่อบาปเนี่ยเฉียดแบบตัวเตสกอกำลังไปเมียนจันเมตาการนะถ้วยฉบับเลือกเลยชอบเอาเมียนเตสกอมโนนาก็เมียนเสร็จสลายเพียบปนัสมาขเนี่ยตั้งน้ำมันสระอเมริกาโยมเมียนแอฟริกานานั่งพูดเตสกอเกไปมันตอนจังปูอเมริกาตะโบงนั่งบนข้างเบียถ้าจะบอกเวียถ้วยจังกาเธอสลายบ้านมันเออหน้าปลาเธอจะเอาเมียนมันเออปลาดังจังเวียตกบันสำหรับลูกประเทศเนี่ยแต่ว่าอับราฮัมเลนกอนก็เรามั่งกับเรื่องบันสำหรับไปสร้างกระถ้วยฉบับชอบไอเมียนเตสกอนั่งไอปัญฉบับได้เกิดบ้านกรมรัฐชอบไอเมียนเตสกอก็มันบัดแต่เราประเทศเนี่ยแต่ได้กระร้อยเกเรซากลุ่มนั้นระบอบบังเกิดตกบ้านเชียเมียนลัทธิปเจียเทปไตยในสระอเมริกาไอเนี่ยเกโกรมปันมุนมองลงอับราฮัมเลนกอนในแบบประเทศเนี่ยแต่ได้ตีดับปมวยอเมริกาชมเมียนเตสกออันนี้ไม่ใช่ชีวิตการเชื่อมชีวิตเขาตีมวยอันเชื่อมชีวิตเขาตีปีเพื่อครึ่งศาสนาวุฒิหลอกทำไมยังเมียนดำเกียดำดาวลมเป่งธนุสนาไอหลอกเมียนตัวติงกับเพลิงติงกระบายไอยมหลอกพอพ้นลงหามแต่เพื่อคนไอ้ก็ได้ตัวติงก็ได้ครูยังเนี่ยเลาะเมียนกำไรย้ายปันน่ะละบอดไอเช่นปีกันไล่เจ้าตัวปะเปิดเอาชีวิตมนุษย์ต่างข้างกล่าวเนอะนั่นก็ลงหามเอาชีวิตครึ่งสตราบทไม่ใช่ชีวิตตีใบคือเจนเจมสัตโดยโกโดยมันเตี้ยชูไอสำลับอีเอาใส่หลอหนังก็บอกปนลงหาม
ទី4គឺលក់ស្រាជួញគ្រឿងស្រវឹងគ្រឿងញៀនគ្រឿងញៀននេះខ្លាំងជាងគ្រឿងស្រវឹងទៅទៀតបងសប្តាហ៍ថ្ងៃពិភពលោកកំពុងតែភ័យព្រួយបារម្ភគ្រប់ប្រទេសទាំងអស់ជាពិសេសគឺប្រទេសកម្ពុជានេះយើងមានគ្រឿងញៀននេះវាដូចសាលានៅបឋមសិក្សាវត្តបូននេះប្រយ័ត្នលោកគ្រូអ្នកគ្រូពិនិត្យមើលផងជាងការទៅខ្សែគុំមេពាក្យវាជក់គ្រឿងញៀនគ្រឿងអីណាហ្នឹងពេញកាត់ពេញសាលាច្រើនតែពួកសាសានុសាអនុវិទ្យាល័យវិទ្យាល័យអីស្រីប្រុសណាហ្នឹងទាំងអស់ឥឡូវកំពុងតែភ័យព្រួយអាហ្នឹងគ្រឿងញៀននេះតាកាលណាដល់ពេលញៀនឲ្យវាអត់ប្រាក់ថ្នាំលេបទៅសម្លាប់ម៉ែឪវាក៏សម្លាប់ដើម្បីយកប្រាក់មកទិញអានេះខូខើឬមនុស្សនោះខូចឲ្យពោអស់ចិត្តជាមនុស្សហើយទៅជាមនុស្សវិកលចរៈមនុស្សបំពុលសង្គមអាហ្នឹងសូរ៉ាគ្រឿងញៀនហើយមិច្ឆាជីវៈចំនួនខទី5គឺលក់ថ្នាំពឹសថ្នាំពុលនេះចំនួន5យ៉ាងមកពុទ្ធលោកហាមថាមិច្ឆាជីវៈលោកហាមអត់ឲ្យពុទ្ធបរិស័ទធ្វើទេនេះសពអញ្ញញាជាមើលអ្នកណាដែលចេះដឹងបែបពុទ្ធទៀតអត់មានអ្វីដែលលោកហាមសត្វតែគ្រឿងអាក្រក់ហើយអ្វីដែលលោកឲ្យធ្វើសត្វតែគ្រឿងមានផលមានប្រយោជន៍ដល់សង្គមមនុស្សឥឡូវធ្វើទេសនាប៉ុណ្ណឹងយកបកណ្ណសំដែងចេញពីផលប្រយោជន៍គឺបញ្ញាដែលចេញពីសាលាហ្នឹងបាននេះគ្រប់សាលារៀនទាំងអស់ជាកន្លែងដែលផ្ដល់បញ្ញាឲ្យដល់មនុស្សគ្រប់ជាន់គ្រប់ឋានៈរហូតដល់ទៅបណ្ឌិតខ្ពស់បំផុតឯបងរួចប្រយ័ត្នអ្នករៀនហ្នឹងវារាយមេយច្បាប់បុរាណលោកដាស់តឿនអ្នករៀនថាអ្នករៀនទាំងឡាយប្រយ័ត្នរាយមេយព្រោះក្តីសល់វល់ត្រូវខំមិត្តរៀនចំណេះសកលត្រាត្រែបានដល់ត្រើយត្រានវិទ្យាជាត្រឹមប្រើបានសពគ្រប់លើសត្រឹមនានាអ្នកមានត្រឹមស្រាប់អបអិតវិជ្ជាមិត្តភ័ក្តិផងគ្នាគេច្រើនមើលងាយប្រទេសជាតិរុងរឿងទៅបានដោយសារមានធនធានប្រជាពលរដ្ឋចេះដឹងបានកសាងប្រទេសជាតិទៅបានតែប្រជាពលរដ្ឋល្ងងហើយអត់ទៅរួចទេបងកសាងមិនក៏មិនរួចដែររដ្ឋាភិបាលនោះអាស្រ័យនៅលើកម្លាំងប្រជាពលរដ្ឋប្រជាហ្នឹងគឺរាជពាក្យលក្ខនឹងកម្លាំងរាជហ្នឹងជាកម្លាំងរបស់រដ្ឋហើយបើធនធានប្រជាពលរដ្ឋនឹងមិនមានទេល្ងងហើយរដ្ឋាភិបាលអត់មានពិធីទេនាំអីអត់បានទេកាលណាប្រជាពលរដ្ឋគេមានបញ្ញាគេកសាងជីវិតគ្រួសារគេនឹងឲ្យបានកុំកាងរុងរឿងទៅមានផ្ទះថ្មសសរអត់ទៅក្នុងភូមិទៅដល់ជាជួយកសាងជាតិបាត់ហើយគេទេយើងមើលឃើញឲ្យភូមិនេះស្ដុកស្ដំទៅលំទៅលាយដោយសារប្រជាពលរដ្ឋបើផ្ទះខ្ទមកន្ត្រេកកន្ត្រាក់ហ្នឹងមានបានកុំកាងណាបងបានកសាងប្រទេសជាតិអាស្រ័យនៅលើប្រជាពលរដ្ឋក្នុងប្រទេសមួយតែមានវិជ្ជាមានបញ្ញាគ្រប់គ្រាន់នៅធ្វើទេសនាក្នុងកម្មវិធីបុណ្យរំលឹកគុណព្រះពុទ្ធឃោសាចារ្យខៀវណើយនិងព្រះរាជគុណហ៊ីម៉ៅព្រះសមុអនុគន្ធបាទនិងលោកគ្រូចៅអត្តកាមានពេញហ្នឹងអ្នកដែលគ្រប់គ្រងវត្តរាជបូរនេះសូមឧទ្ទិសកុសលផលបុណ្យដែលកើតក្នុងកម្មវិធីរំលឹកគុណផ្សព្វផ្សាយប្រគេនជូនព្រះពុទ្ធឃោសាខៀវណើយព្រះគុណហ៊ីម៉ៅគ្រូមានពេជ្រទាំងអស់នឹងសូមឲ្យលោកបានទទួលផលានិសង្ឃដែលលោកគ្រូអ្នកគ្រូលោកនាយកហើយនឹងឪពុកម្ដាយសិស្សានុសិស្សទាំងអស់បាននឹករលឹកតបស្នងសងគុណដល់លោកបុណ្យដែលកើតក្នុងឱកាសនេះក៏សូមឧទ្ទិសប្រគេនជូនដល់
ព្រះអង្គសូមអនុមោទនានៅកុសលផលបុណ្យដែលលោកគ្រូអ្នកគ្រូលោកនាយកសាលាមានលោកអញ្ញាជាដើមចៅសង្កាត់មេភូមិទាំងអស់បរិស័ទទាំងអស់ដែលមានទាក់ទងនឹងសាលាបឋមទិសាវត្តបូនេះក៏សូមឲ្យលោកអនុមោទនាពេញបតីនៅប្រការៈណាមួយក៏សូមឲ្យសម្រេចទៅតាមទឹកបតីរបស់ព្រះអង្គគ្រប់អង្គទាំងអស់នឹងសូមជូនពរសព្វសាធុការដល់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបអស់មានលោកគ្រូអ្នកគ្រូលោកនាយកសាលាព្រមទាំងអង្គញាបណ្ឌិតអុយភាវនិងលោកជំទាវក៏ដែលមានសទ្ធាជាថ្លាជួយទំនុកម្រងសាលាបឋមទិសាវត្តបូនេះតទៅអនាគតជាតិមកសូមឲ្យលោកមានបញ្ញាគ្រប់គ្នាប្រពន្ធលោកថាធ្វើអីបាននោះថាធ្វើអីបាននោះគេថាវិបាកបរមកម្មជួយគេឲ្យមានបញ្ញាចេះដឹងអានិសង្សផលនោះកើតមានដល់យើងចម្រើនបញ្ញាលូតលាស់ដល់អនាគតជាតិទៅខាងមុខហ្នឹងបើស្រេចនេះសូមបុណ្យកុសលទាំងអស់ជួយទ្រទ្រង់លោកគ្រូអ្នកគ្រូលោកនាយកសាលាលោកអង្គញាចៅសង្កាត់មេភូមិទាំងអស់នៅក្នុងសង្កាត់សាលាកំរើកញោមញាតិពុទ្ធបរិស័ទទាំងអស់សូមឲ្យមានបញ្ញាឆ្លៀសវាំងវៃក៏ជឿហេតុជឿផលជឿកម្មជឿផលកុំឲ្យទៅជឿអ្វីដែលវាអត់មានផលប្រយោជន៍នឹងមកកាលណាញោមញាតិមានបញ្ញាគឺជឿតែរបស់ដែលមានហេតុមានផលអាណាហេតុផលអត់ជឿទេលះបង់ចោលប្រពន្ធលោកឲ្យយើងលះបង់ចោលព្រោះបានគ្រប់គ្នាទាំងអស់ក៏យ៉ាងសង្ខេបេនធម្មទេសនាសមត្តាទើទេសនាក្នុងឱកាសនេះក៏សន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះឯងអេវ៉ាំង